តែគ្រួសារក្រក្រៃធ្វើការស្រុកគេទាំងពេលយប់ទាំងពេលថ្ងៃជីវិតដូចធ្លាក់អើជ័យរាល់ថ្ងៃដើម្បីគ្រួសារព្រោះតែខ្លួនក្រទើបខំសរស៊ូធ្វើការទាំងចិត្តផ្ដាច់ផ្ដូរតស៊ូនឹងព្រំលិខិតលួចឆក់ប្លន់គេរូបខ្ញុំមិនដែលប្រព្រឹត្តហេតុអ្វីក៏ព្រមលិខិតកម្រិតឲ្យខ្ញុំវេទនានេះគឺរឿងពិតជីវិតនៃខ្ញុំរាល់ថ្ងៃឃ្លាតស្រុកឃ្លាតភូមិព្រោះតែចម្រុំភាពក្ររៀនបានតិចជួចវិជ្ជាគ្មានអ្នកគាំទ្រស្ថានភាពគ្រួសារយើងក្រត្រដរធ្វើពលក